អរគុណព្រះបិតាដែលគុណឋានសួគ៌អរគុណព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះវិញ្ញាណបរិសុទ្ធសម្រាប់ឱកាសពេលនេះដែលកូនបានផ្អាកការសិក្សាដោយសារការរវល់នោះអស់ពី3សប្តាហ៍ហើយព្រះអង្គអើយគុណអរគុណសម្រាប់ឱកាសថ្ងៃនេះដែលទ្រង់បានញែកពេលវេលាឲ្យកូនជាមួយនឹងលោកគ្រូបានសិក្សាព្រះបន្ទូលជាមួយគ្នាព្រះវិញ្ញាណដ៏វិសុទ្ធបានគង់ជាមួយកូនព្រះអង្គឲ្យបង្រៀនបង្ហាត់កូនថែមទៀតអំពីព្រះបន្ទូលដឹងខុសត្រូវព្រះអង្គប្រយោជន៍ឲ្យកូនទាំងអស់គ្នាអាចនឹងទៅរំដោះព្រលឹងវិញ្ញាណអ្នកផ្សេងទៀតឲ្យបានថ្វាយទៅព្រះអង្គផងដែរគុណអរព្រគុណឲ្យសូមឲ្យព្រះវត្តមានព្រះអង្គបច្ចេកតាព្រះអង្គបានគង់ជាមួយកូននៅក្នុងគណៈនេះរហូតដល់ពេលចប់ថ្វាយសិរីល្អក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន អាមែនកាលលោកគ្រូឈប់ខប្រមាណលោកគ្រូ ខ13គ្រូខ្ញុំ note ដូច្នេះយើងចូល14មែនទេបាទអូខេដូច្នេះ15ក្រែនថូកខ្សែទី1ចំពុក15ខ15ថ្ងៃនេះមិនចឹងហ៎ខ14លោកគ្រូ ខ14អូខេដូច្នេះយើងបាទលោកគ្រូជឿញបាទហើយបើព្រះគ្រិស្តមិនបានរស់ឡើងវិញនោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទៅទេហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរនេះប៉ះពាល់គូដើមមិញណាតើទៅមួយជំនឿបាទពីព្រោះអ្វីក៏ដោយសំបីតាអាប់រ៉ាហាំលោកគ្រូមើលរឿងអាប់រ៉ាហាំឃើញទេសួរថាពេលដែលគាត់ជឿបានគាត់កាត់ចុងស្វាក់របស់គាត់កាត់ស្បែកណាបាទហើយដល់ពេលហៅលោកអាប់រ៉ាហាំពេលដែលគាត់កាត់ស្បែកអាយុគាត់ប្រមាណហើយកាត់ស្បែក80ឆ្នាំហើយមែនទេបាទពីមុនមកគាត់អត់ជឿទេឃើញទេព្រះមកហៅគាត់ដើម្បីឲ្យគាត់ចេញមកជឿប្រាប់គាត់ចេញមកហើយប្រាប់ហើយគាត់ដើរចេញមកហើយគាត់ដើរតាមហើយតែរឿងជឿគាត់នៅឃើញទេពីព្រោះដល់ទៅពេលគាត់ជឿហើយបានកាត់ស្បែកជាក្រោយអាហ្នឹងឯងបែររ៉ូមហ្នឹងលោកសាវកពោគាត់បញ្យល់ច្បាស់លាស់ណាស់ដើម្បីឲ្យយើងយល់ហើយណាមានន័យថាហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញនោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទៅទេហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរសុទ្ធតែមានក្នុងការអត្តន័យដែលទាំងអស់ហើយមានន័យថារួចស្រេចពីព្រោះហេតុអីបានជារួចស្រេចព្រោះមានព្រះគ្រីស្ទអត់មានយេស៊ូវដល់តែមានតែព្រះគ្រីស្ទបានស្អីធំសង្កត់រួចស្រេចហើយណាហើយដល់ពេលបើនឹងមានន័យថាប្រសិនណាគេហៅថាប្រសិនណាបើណាគ្រាន់តែពាក្យបើមួយម៉ាត់ហ្នឹងអាចនឹងនិយាយថាប្រសិនណាបើសិនជាយើងនិយាយថាបើហ្នឹងក៏បានទីចឹងថាស្ដាប់បានប៉ុន្តែប្រសិនណាបើព្រះគ្រីស្ទហ្នឹងព្រះហ្នឹងមានន័យថាអង្គលោកគ្រូមើលទៅព្រះហ្នឹងព្រះអង្គព្រះណាព្រះអង្គហ្នឹងព្រះអង្គគឺជាខ្ពង់ខ្ពស់ប្រសើរឃើញទេព្រះអង្គហ្នឹងគឺជាអ្នកណាបើសិនជាយើងនិយាយថាបើលោកគ្រូអត់និយាយសម្ដីពិតទេខ្ញុំមិននិយាយសម្ដីពិតទេខ្ញុំអត់ទោសឲ្យគេបានណាបើសម្ដីខ្ញុំអត់ពិតគ្រាន់តែព្រះអង្គហ្នឹងគឺជាតួព្រះហ្នឹងមានន័យថាព្រះអង្គសម្ដីពិតគ្រីស្ទមានន័យថាព្រមសគត់ហើយមានបជនរស់ឡើងវិញមែនទេបាទបើពាក្យសម្ដីខ្ញុំពិតខ្ញុំអត់ទោសឲ្យលោកគ្រូបានបើពាក្យសម្ដីខ្ញុំមិនពិតទេខ្ញុំច្បាស់ជារករឿងលោកគ្រូបាទប៉ុន្តែលោកគ្រូយល់មែនទេបាទតើពាក្យពិតទើបអាចនឹងសគត់ជួសគេបានហើយ
សំបីពាក្យពិតហ្នឹងអ្នកណាសម្រាប់បានណាលោកគ្រូគេមិនស្របអានលោកគ្រូមែនគេថ្កោលទោសលោកគ្រូមែនគេថ្កោលទោសខ្ញុំមែនអីមែនប៉ុន្តែពាក្យពិតនៅតែពិតដដែលមែនទេលោកគ្រូ បាទព្រះបន្ទូលចែងច្បាស់ដែរអំពីនឹងព្រះអង្គថាព្រះអង្គជាផ្លូវជាក្តីពិតនិងជាជីវិត បាទ គឺអ្នករស់គ្រឹះវាតើមានសេចក្តីពិតបើមិនមែនសេចក្តីពិតក៏មិនមែនរបស់ព្រះគ្រឹះដែរហ្នឹងវាគឺទៅតែអញ្ចឹង បាទ ពេលលោសិចណាត់ជាគឺលក្ខ បា ណៈ ទ លោសិច ហ្នឹងឡូសិចហ្នឹងហើយពីព្រោះហ្នឹងឯងពីព្រោះបើមិនមែនពាក្យសម្ដីពិតទេក៏មិនអាចរស់ឡើងវិញបានដែរអ្នកឯងបើសិនឧបមាថាលោកគ្រូប្រាប់ខ្ញុំបើខ្ញុំនិយាយមិនពិតទេខ្ញុំស្លាប់ជាមួយសាតាំងគាត់យកព្រលឹងខ្ញុំពីព្រោះមិនមែនមកសាតាំងមកយកចិត្តលោកគ្រូទេមិនមែនមកយកចិត្តខ្ញុំនេះយកព្រលឹងមែនទេ បាទ ព្រះគ្រីស្ទក៏មិនមែនមកសង្គ្រោះចិត្តលោកគ្រូចិត្តខ្ញុំដែរសង្គ្រោះព្រលឹងមែនទេ បាទ នឹងឯងដែលខ្ញុំចង់ឲ្យយល់ច្បាស់លាស់ណាប៉ុន្តែគ្រូអ្នកដែលរៀននៅស្រុកខ្មែរភាគច្រើនខ្ញុំដឹងថាគ្នាពិបាកចាប់យក បាទ ពិបាកតែម្ដងពីព្រោះបើសិនជាយើងនិយាយទៅសំបីទៅខាងផ្នែកខាងឯពុទ្ធសាសនាលោកសង្ឃក៏អត់ដឹងស្អីហៅថាព្រលឹងដែរសំបីសម្ដេចសង្ឃជួនណាតលោកបកថាព្រលឹងវិញ្ញាណជាប់គ្នាតែម្ដងពីព្រោះអត់មានដាច់ទេមែនទេលោកគ្រូ ចែកដាច់ពីគ្នា ប៉ុន្តែព្រលឹងគឺជាព្រលឹងវិញ្ញាណគឺជាវិញ្ញាណដាច់ដោយឡែកបើសិនជាលោកគ្រូចង់មានប្រសាសន៍ថាព្រលឹងវិញ្ញាណនឹងលោកគ្រូចង់មានប្រសាសន៍ថាព្រលឹងនៅរស់ បាទ ពីព្រោះហេតុអីវិនឹងមានន័យថាយោវិយោខ្យល់ញាណនឹងគឺការយល់ដឹងនៅក្នុងខ្យល់យល់ដឹងគ្រប់បែបយ៉ាងទាំងអស់ពាក្យលោកគ្រូពាក្យខ្ញុំព្រមទៅប្រាប់ឲ្យថាលោកគ្រូនិយាយពីអីក៏ដោយខ្ញុំនិយាយពីអីក៏ដោយអត់មានបាត់មួយម៉ាត់ទេនៅឯដរអាកាសហ្នឹងរត់ពេញនៅក្នុងឯងពេញនៅលើឯដរអាកាស វិជាសាស្ត្រក៏រកឃើញអញ្ចឹងដែរគ្រូរកឃើញអញ្ចឹងទៅដល់គេមិនគេអាចនឹងទាញយកសម្លេងយើងពីអតីតកាលមកបានណាវិជាសាស្ត្រ ចាប៉ុន្តែព្រះទ្រង់ទុកបានទាំងអស់លោកគ្រូអត់ដឹងថាព្រះហ្នឹងដូចនៅខាងពពុទ្ធទ្រង់មានប្រាប់បន្ទូលថាឋានសួគ៌មាន6ជាន់ហើយយើងមកឲ្យគ្រីស្ទៀនអត់យល់ទេអត់ទេចាំបានតែ3ជាន់សាវកពោនិយាយព្រះពុទ្ធមាន6ជាន់អូមានភាសាបាលីច្រើនតែខ្ញុំកំពុងតែរកដើម្បីឲ្យយល់ប៉ុន្តែខ្ញុំដឹងថាជាន់ទី1ដែលព្រះទ្រង់រៀបចំមកគឺជាន់ធាតុទាំង4 ធាតុទាំង4ដីទឹកភ្លើងខ្យល់បើអត់មានជាន់នឹងទេអត់អាចកើតបានធាតុបាន5ទៀតទេយល់នៅនិយាយ បាទ ហើយខ្ញុំកំពុងតែមាននៅក្នុងពាក្យនៅខាងពុទ្ធហ្នឹងវាមានពាក្យ2សំស្ក្រឹតនិងបាលីខ្ញុំមិនទាន់ដឹងថាពាក្យនោះជាសំស្ក្រឹតឬជាបាលីនៅឡើយទេប៉ុន្តែខ្ញុំសើជ្រាវដើម្បីនឹងរកសម្រាប់ខ្ញុំទេឃើញទេ បាទ ពួកបើលោកគ្រូដូចបើលោកគ្រូហើយនឹងខ្ញុំហើយនឹងស្អីព្រះគ្រីស្ទទ្រង់អត់ត្រូវការត្រាស់ដឹងមកត្រាស់ដឹងលើផែនដីទេប៉ុន្តែព្រះ4ព្រះអង្គត្រូវមកត្រាស់លើផែនដីពោះត្រាស់ដឹងហ្នឹងមានន័យថាជំនឿចុះស៊ុបដល់យល់ថាជាការពិតជាការមែនដូចជាលោកគ្រូខ្ញុំហ្នឹងត្រូវការត្រាស់ដឹង
ត្រាស់ដឹងហ្នឹងគឺយល់អត្ថន័យនៅក្នុងពាក្យសម្ដីខ្មែរបានគ្រប់ទាំងពាក្យ ពាក្យដូចនៃតែពាក្យកើតជាថ្មីដែរហ្នឹងគ្រូពាក្យថាកើតជាថ្មីនៅសារការត្រាស់ដឹងហ្នឹងឯងបើយើងមិនត្រាស់ដឹងមិនអាចកើតជាថ្មីនេះការយល់របស់ខ្ញុំឯណាគ្រូ បាទត្រឹមត្រូវហើយលោកគ្រូពោះកើតជាថ្មីហ្នឹងគឺកើតដោយសារពាក្យសម្ដី បាទ ណា ហើយតែយល់សេចក្តីពិត បាទយល់សេចក្តីពិតនិងមិនពិតបានទាំងពីរមិនមែនយល់តែពិតមួយទេលោកគ្រូយល់នៅ យល់ថា បានជាព្រះយេស៊ូវប្រាប់ទៅលោកនីកូដេមបើមិនបានកើតជាថ្មីមិនបាទឃើញឋានសួគ៌ទេណាគាត់ថាឲ្យខ្ញុំចូលទៅពោះម្ដាយកើតឡើងវិញមិនទ្រង់ថាបាយទេកើតតាមពីណែព្រះវិញ្ញាណនិងទឹកមែនទេទឹកគឺតួព្រះបន្ទូលទឹកគឺជាត្រជាក់ទឹកគឺជាព្រះបន្ទូលពិត រោមជំពូក5ខ26បាទ បាទនេះឯងបានជាសិទ្ធិអត្តន័យហេតុអីបានជានៅក្នុងព្រះបន្ទូលដាក់តអត្តន័យមានឃើញទេដូចជាខ្ញុំនិយាយថាហើយហ្នឹងរួចហើយកន្លងទៅជាស្រេចរួចស្រេចបាច់គ្រាន់តែពាក្យហើយមួយម៉ាត់ណាបើប្រសិនណាបើព្រះអង្គសម្ដីពិតគ្រីស្ទណាគ្រីស្ទហ្នឹងមានន័យថាព្រមសគត់ហើយមានបជនរស់ឡើងវិញមិនហ្នឹងបានសេចក្តីថាពុំណាមិនហ្នឹងពុំដល់ពេលបានដល់លោកគ្រូបានថាពាក្យហ្នឹងលោកគ្រូច្រើនតែឆែកមើលពាក្យស្រាលដែលបានសម្រេចបានប្រកបបានស្អីហ្នឹងមែនណាប៉ុន្តែបានហ្នឹងដល់តែព្រះគ្រីស្ទទ្រង់មានបជនរស់ឡើងវិញទ្រង់បានរួចហើយឃើញណាទ្រង់បានរួចហើយទ្រង់បានរួចហើយទ្រង់បានដូចជាបានឃើញហើយបានដល់ហើយលោកគ្រូមើលក្នុងវចនានុក្រមទៅខ្ញុំប្រើអត់ទេប៉ុន្តែគេរកអត់ងាយបានទេគេច្រើនតែពាក្យបានហ្នឹងគឺបានដល់ដៃបានសម្រេចបានប្រកបបានសំព្រមប៉ុន្តែមិនបានអញ្ចឹងទេគឺបានរួចតែហ្មងពីព្រោះព្រះគ្រីស្ទទ្រង់សគត់ទ្រង់មានបញ្ជូនរស់ឡើងវិញទ្រង់បានរួចហើយដូចជាបានឃើញហើយបានយល់ហើយដឹងជាក់ហើយប្រកបជាមួយនឹងព្រះបានហើយឃើញទេនឹងឯងហើយរស់ឡើងវិញទេហ្នឹងណាបានរួចស្រេចបានឃើញបានជួបព្រះអង្គប្រវោបិតានៅឋានសួគ៌រួចស្រេចហើយឡើងវិញដល់ឡើងទៅឡើងលោកគ្រូដឹងហើយតែពេលណាទ្រង់សគត់ហើយទ្រង់មិនយាងឡើងទៅឋានសួគ៌ជួបប្រវោបិតាបានទ្រង់ចុះមកវិញមិនអញ្ចឹងឡើងទៅលើវិញដល់ទៅវិញហ្នឹងមានន័យថាទៀតណាវិញទៀតដដែលទីតាំងពីព្រោះទ្រង់ចុះពីឋានសួគ៌មកទ្រង់ចុះអំពីបើសិនយើងនិយាយនៅក្នុងព្រះបន្ទូលចង់ប្រាប់យើងតែក្នុងខ្លួនយើងឲ្យយល់សិនពីព្រោះឋានសួគ៌គ្មានអ្នកណាដែលឃើញទេកុំឲ្យជឿថាអ្នកណាប្រាប់មកថាឋានសួគ៌អញ្ចឹងចុះមានតែព្រះអង្គម្ចាស់មួយអង្គទេដែលជ្រាបអំពីឋានសួគ៌មែនណាពីព្រោះទ្រង់ចុះមកអំពីនោះឯងណាហើយដល់ទៅពាក្យនោះមានន័យថាប្រកាសពីព្រោះទ្រង់នោះដល់ដំណឹងណាដល់ដំណឹងយើងមិនដឹងថាស្អីជាដំណឹងហ្នឹងមិនចឹងដំណឹងគឺបានក្តីថាពាក្យដែលយើងបានដឹងហើយឃើញទេពួតដំណឹងឲ្យយើងដឹងហើយពីព្រោះទ្រង់យាងមកដើម្បីឲ្យដំណឹងយើងដឹងមែនទេដំណឹងហ្នឹងដឹងស្អីតើដឹងសម្ដីពិតរបស់ទ្រង់មែនណាពីព្រោះលោកគ្រូបានសម្ដីពិតលោកគ្រូទៅឲ្យគេពាក្យមិនពិតសួរថាចេញកើតពីលោកគ្រូទេថាចេញមិនបានទេពីលោកគ្រូពីព្រោះលោកគ្រូរៀនបានព្រះបន្ទូលពិតលោកគ្រូទៅឲ្យគេមិនពិតបានសេចក្តីថាលោកគ្រូចាញ់ចិត្តហើយពីព្រោះចិត្ត
នាំព្រលឹងឲ្យលោកគ្រូឯងឲ្យទៅភូតគេប៉ុន្តែលោកគ្រូមិនមែនទេបើបានលោកគ្រូបានសម្ដីពិតហើយលោកគ្រូឈ្នះចិត្តរួចស្រេចហើយពេលណាលោកគ្រូឈ្នះចិត្តបានហើយជន់ក្បាលចិត្តបានហើយលោកគ្រូមិនដែលឲ្យសម្ដីពិតមិនពិតទៅគេទេឃើញណាពីព្រោះលោកគ្រូបានសុខក៏លោកគ្រូចង់ឲ្យគេបានសុខចុះបើលោកគ្រូនៅទុកនៅឡើយលោកគ្រូដែលឲ្យសុខទៅគេបានទេអត់បានទេលោកគ្រូនឹងឲ្យទៅគេទុកដដែលដូចគ្នាព្រោះអ្វីរបស់អ្វីដែលលោកគ្រូមានលោកគ្រូឲ្យទៅរបស់នោះទៅគេឃើញទេនឹងឯងដែលដំណឹងហ្នឹងដែលលោកគ្រូបានដឹងហ្នឹងគឺលោកគ្រូដឹងសម្ដីពិតដល់ដែលយើងខ្ញុំផ្សាយដល់តែដែលមួយម៉ាត់នឹងលោកគ្រូត្រូវយល់ថាដែលនៅមានសល់សម្ដីពិតក្នុងព្រះគ្រីស្ទពួកព្រះគ្រីស្ទមានតែសម្ដីពិតទេដែលនៅសល់ក្នុងទ្រង់ដែលនៅមានសល់សម្ដីពិតណាបានផ្ដល់មកដល់យើងខ្ញុំបាទយើងខ្ញុំនឹងការគាត់ចុះទៅផ្សាយមានគ្នាគាត់ជាមួយក្រុមទៅជាមួយគាត់ដូច្នេះយើងខ្ញុំបាទផ្សាយហ្នឹងគឺធ្វើឲ្យសាយទូទៅឃើញទេប្រាប់ពីតែសម្ដីពិតទេហើយសាវកពោគាត់ប្រាប់តែពីសម្ដីពិតទេដល់ទៅពេលគាត់មានសម្ដីពិតហើយគាត់ស្លូតបូតដល់មែនទេគេអាចនឹងប្រមាថមើងងាយគាត់គេថាំងបើនៅជាមួយនឹងយកសឹងថាំងឯក្បាលគាត់លេងក៏បានដែរគាត់ថាអីទេប៉ុន្តែសបុតគាត់មកសិតមានអត្តន័យខ្លឹមល្អមែនទេចូលពេលគាត់នៅចិត្តមនុស្សទូទៅគាត់ស្លូតគាត់ពេលខ្លះគាត់មិនតតាំងមួយគេផងតែដល់ពេលគាត់ចេញឆ្ងាយគាត់សេសបុតហ្នឹងមើលបានមកនេះក៏នេះអញ្ចឹងប៉ុន្តែតែចេញទៅឆ្ងាយសំបីតែគេគាត់ដឹងថាយើងមិនទាន់បរិសុទ្ធនៅឡើយគាត់ការពារយើងទៀតឃើញទេបានក្តីថាអ្វីក៏ដោយដូចលោកគ្រូអញ្ចឹងបើលោកគ្រូស្រឡាញ់លោកគ្រូជឿទៅដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទង្វើលោកគ្រូធ្វើដូចគាត់អញ្ចឹងពីព្រោះគាត់ធ្វើដូចព្រះគ្រីស្ទអញ្ចឹងដូចគ្នាដល់រួចទៅយើងដឹងថាគាត់ផ្សាយហើយចេញទៅនេះជាការឥតប្រយោជន៍ទៅទេហេតុអីបានទៅជាឥតប្រយោជន៍ជាហ្នឹងមានន័យថាជាមិនល្អជាមិនសុខការកិច្ចដែលត្រូវនិយាយសម្ដីមិនពិតឥតប្រយោជន៍ឥតហ្នឹងគឺមិនមានប្រយោជន៍យើងដឹងហើយថាគឺមិនប្រយោជន៍ហ្នឹងគឺប្រយោជន៍ពលឹងលោកគ្រូនឹងឯងពលឹងខ្ញុំនឹងយកមកផ្សំវាអត់ចេញបានជាផលអត់បានចេញសម្រាប់ជាផលដែលយើងពលឹងយើងចង់បានទេដូច្នេះយើងដឹងថាចិត្តនាំពលឹងយើងឲ្យនិយាយពាក្យមិនពិតហើយយើងយកមកផ្សំជាមួយពលឹងអត់ចេញផលទេសម្ដីពិតអត់ស៊ីគ្នាហ្មងវាមិន logic គឺបាទអញ្ចឹងបានជាលោកគ្រូក៏ចាំខ្ញុំក៏ចាំឋានសួគ៌បរិសុទ្ធបើយើងមិនសុចរិតបរិសុទ្ធមិនអាចទៅបានទេហើយលោកគ្រូត្រូវចាំមិនមែនងាយទេដូច្នេះយើងដឹងថាបានតិចដែលទៅបានណាព្រោះទៅទេលោកគ្រូដឹងហើយសាសូនមែនទេបាទហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរឃើញទេព្រោះបើទៅជាស្ដេចស្អីជំនឿយ៉ាងម៉េចបើសិនជាលោកគ្រូយល់ថាលោកគ្រូថាមកជឿខ្ញុំមកជឿគ្រូភាកច្រើនមកជឿប៉ុន្តែគ្រូទាំងអស់ដែលជឿដែលគេរោរឿងគេដែលឆ្លោះប្រកែកចង្អុលគេហើយតិចទៀនទៅដល់គេទៅទាំងអស់គ្នាហ្នឹងសួរតើគាត់មានស្ដីជំនឿទេអត់ប្រយោជន៍ទៅតែអត់អំពើទៅដែរឃើញទេជំនឿមាននៅតែមាត់នៅមានរឿងប្លែកអាអ្នកដែលប្រកាសជំនឿទៅក្នុងព្រៃខ្លានោះវាស៊ីតែអ្នក
គាត់ជឿទេហើយគាត់ជឿតែមាត់ក្លាស៊ីដៃជើងខ្លួនអស់ទុកតែមាត់គាត់ជឿតែមាត់ Yeah អាហ្នឹងគេ ជឿ គាត់ហ្នឹងហើយគេលេងកំ ប្លែងឲ្យនៅក្នុងគ្រីស្ទានយើងនៅស្រុកខ្មែរមែនទេហ្នឹងហើយដល់រួចទៅហ្នឹងហើយជាការហ្នឹងមានន័យថាកិច្ចដែលត្រូវធ្វើការហ្នឹងមនុស្សជាហ្នឹងដូរបើសិនជាយើងនិយាយថាចង់និយាយឲ្យត្រូវថាជាមិនបានការប៉ុន្តែជាមិនល្អជាមិនសុខការកិច្ចដែលត្រូវធ្វើហ្នឹងលោកគ្រូធ្វើអីពីព្រោះមករៀន5ទូត្រូវនិយាយសំដីមិនពិតឃើញណាដល់សំដីមិនពិតអ្នកណានិយាយគឺព្រលឹងដូច្នេះព្រលឹងនាំចិត្តឲ្យនិយាយសំដីមិនពិតឥតប្រយោជន៍បានជាគេលេងថាវាទៅគេស៊ីអស់ខ្លាស៊ីអស់ទុកតែមាត់អានឹងជឿតែមាត់ ហ្នឹងអត់ស៊ីទេគេថាគេជឿហើយដល់ខ្លះវាដឹងវាជឿតែមាត់អញ្ចឹងខ្លួនប្រានសាក់ដៃជើងវាស៊ីអស់លេង ទុកតែមាត់ត្រូវសិតតែអត្តន័យអស់ឥតហ្នឹងមិនមានឥតហ្នឹងមិនមានប្រយោជន៍ហ្នឹងមានន័យថាពលឹងយកមកផ្សំឲ្យកើតទៅជាបានផលហ្នឹងវាអត់ទេអត់មានអីទេពីព្រោះពាក្យវាមិនពិតពាក្យមិនពិតគឺបានក្តីថាអត់ប្រយោជន៍ទេបើលោកគ្រូដឹងតែខ្ញុំនិយាយតែพูดប្រើកុហកទៅមុខខ្ញុំអស់ហើយណាឈ្មោះខ្ញុំគឺលោកគ្រូដឹងថាអត់ប្រយោជន៍ជឿវាថាអីដូចជាមិត្តភក្តិមួយជឿព្រះនៅកាលីហ្វ័រញ៉ាជាមួយខ្ញុំអាសាដូចថាខកលេងអីចឹងដល់ទៅក្រោយមកខ្ញុំរកអត្តន័យខ្ញុំឃើញបដើខ្ញុំកូពីផ្ញើឲ្យគាត់យកទៅមើលវាអត់ត្រូវវាអត់ស៊ីវាតាមការពិតទៅពេលនោះវាអត់មែនគ្រាន់តែអត្តន័យនោះមានចេញមកសម្រាប់ខ្លួនខ្ញុំដើម្បីឲ្យខ្ញុំរកឃើញអំពីពលឹងហើយនឹងចិត្តអំពីពាក្យសម្ដីពិតនិងពាក្យសម្ដីមិនពិតប៉ុណ្ណឹងទេប៉ុន្តែតាមការពិតទៅវាសំខាន់តែ2នឹងហើយ3ទេសំខាន់ថាយើងជឿពាក្យសម្ដីមួយណាយើងជឿខាងខុសក៏ពិតដូចគ្នាយើងជឿខាងត្រូវក៏ពិតដូចគ្នាប៉ុន្តែមួយពិតខាងខុសមួយពិតខាងត្រូវឃើញទេដូច្នេះប៉ុន្តែដល់តែពេលយើងជឿពិតខាងខុសគឺចិត្តជាអ្នកនាំពលឹងឈ្នះពលឹងបើចិត្តឈ្នះពលឹងយើងហើយទីព្រោះលោកគ្រូគិតមើលលោកគ្រូគ្រាន់តែពិចារណាខ្លួនលោកគ្រូនៅក្នុងកាពីលោកគ្រូដែលមើលតែព្រះទ្រង់បង្កើតចិត្តមកទេអត់ទេទឹកមានស្រាប់ហើយហើយពូចិត្តមែនដែលទ្រង់បង្កើតមែនប៉ុន្តែទ្រង់បង្កើតសម្រាប់ទៅនៅឋានសួគ៌ទេកាលនោះមិនទាន់ចេញជាចិត្តនៅឡើយទេចេញជាទេវតាពីព្រោះទេវតាវាមាន3កងហើយសូម្បីតែនៅក្នុងរដ្ឋាភិបាលនៅក្នុងសេចក្តីជំនឿក៏មានប្រោបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធក៏មាន3ដូចគ្នាអត់មានទៅ4កើតទេ4មានតែទេវតាធាតុទាំង4ដែលជ្រោឆេងផែនដីប៉ុណ្ណឹងទេអ្វីទាំងអស់សិតនៅក្នុងមតិទាំងអស់ព្រះទ្រង់រៀបមកនៅក្នុងគម្រោងដែលព្រះទ្រង់ឲ្យយើងរៀនធ្វើលេខលោកគ្រូធ្លាប់រៀននៅស្រុកខ្មែរលោកគ្រូបានរៀនចូលដល់អាល់ជប្រាទេអាល់ជប្រារៀនបានតិចតួចគ្រូអាល់ជប្រាហ្នឹងឥឡូវហ្នឹងខានយូរហើយចង់ភ្លេចហើយរៀនបាននេះឯងដែលអ្វីទាំងអស់វាដល់ទៅមែនតែនទៅលេខបូកនឹងណាបូកនឹងអក្សរដល់ទៅអក្សរបូកនឹងអក្សរទៀតលោកគ្រូយ៉ាប់យកមែនដែរណាមែនទេនឹងឯងដែលនៅក្នុងអ្វីក៏ដោយសពថ្ងៃនេះគេធ្វើដល់ទៅអាប៉ូឡូឡើងឋានប្រច័នណាគេលេងគិតពីរឿង number ទៀតហើយ
ហើយលោកគ្រូគិតមើលគេចង់ធ្វើទៅអ្វីទៅដល់តាណាគេដាក់ទៅចំតាហ្នឹងឃើញណាលោកគ្រូបានសេចក្តីថា technology ហ្នឹងវាឡើងដល់កម្រិតហើយដែលលោកគ្រូមើលទាំងអស់នៅក្នុងសភៅខ្ញុំលោកគ្រូនឹងយល់ហើយពីព្រោះនៅក្នុងហ្នឹងសំបីតពាក្យស្លោកខ្មែរយូរមកហើយក៏បាននិយាយដែរគេហៅទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីទឹកឡើងផុតចុងឫស្សីត្រីក្រៀមស្រកាខ្ញុំទឹកមកយកយល់នៅក្នុងពេលដែលជឿព្រះអង្គម្ចាស់ទេហើយខ្ញុំយល់20ផ្លាយឆ្នាំមកហើយខ្ញុំតសេកូនសភៅមួយដែលខ្ញុំជូនទៅលោកគ្រូហ្នឹងអាហ្នឹង20ផ្លាយឆ្នាំមកហើយប៉ុន្តែខ្ញុំជូនទៅពួកខ្មែរបងប្អូនខ្មែរជឿព្រះគេអត់សូវជាខ្វល់ចាប់យល់អីប្រហែលដែរទេពីពួកគ្នាអត់យល់តាមការពិតទៅចុងមែនជឿតែមាត់អូខេបាទយើងទៅទៀតដើម្បីឲ្យដឹងថាវាឥតប្រយោជន៍ទៅទេហើយនឹងមានន័យថាហើយមានន័យថាស្រេចណាសាច់ក្តីណាជំនឿរបស់អ្នករាល់គ្នាក៏អំពើដែរហើយនឹងដល់ពេលសាច់ក្តីនឹងមានពាក្យច្រើនណាស់លោកគ្រូសាច់ក្តីយើងអាចនិយាយដំណើរផ្ទៃរឿងហេតុព្រោះឃើញណាបាទលំនាំហេតុការអ្វីទាំងអស់ប៉ុន្តែលោកគ្រូត្រូវយកហៅពាក្យដើម្បីយកមកដាក់ហេតុនឹងគឺមានន័យថាយើងអាចនិយាយថាផ្ទៃរឿងដំណើរណាដំណើរមានន័យថាហេតុប្រលឹងនិយាយសម្ដីពិតជំនឿពុកបើសិនជាលោកគ្រូហេតុដំណើរប្រលឹងលោកគ្រូនិយាយសម្ដីពិតហើយគឺចូលដល់ក្នុងជំនឿហើយបើលោកគ្រូមិននិយាយសម្ដីពិតទេវាជំនឿដែរប៉ុន្តែជំនឿខាងពាក្យមិនពិតជំនឿគ្រាន់តែជំនឿនឹងលោកគ្រូត្រូវយល់ថាជំនឿគឺការដែលជឿដំណើរជឿហើយស្មានលោកគ្រូយល់ថាពួកសាតាំងមកនឹងឲ្យលោកគ្រូឲ្យខ្ញុំនឹងជឿព្រះយេស៊ូវយ៉ាងម៉េចថាមែនទេឲ្យជឿគាត់ឃើញទេជឿថាគាត់នឹងឯងព្រះពិតអីឃើញទេជាព្រះដែលបង្កើតដីមេឃផែនដីហើយគាត់មានចំណាយបង្កើតមែនការនោះគាត់នៅពាក្យពិតនៅឡើយទេឃើញណាហេតុអីបានជាគាត់ដឹងទាំងអស់ប៉ុន្តែគ្រាន់តែមិនដឹងផែនការដែលព្រះទ្រង់បញ្ជូនព្រះគ្រីស្ទឲ្យមកសគត់ជំនួសពលឹងអ្នកដែលទ្រង់ជួយឡើងទៅវិញប៉ុណ្្នឹងឯងពីព្រោះផែនការហ្នឹងក្រោយទេដែលគាត់ក្បត់មកយកមនុស្សលើផែនដីនឹងហើយលោកគ្រូទៅគិតទៅពីព្រោះពេលហ្នឹងសុទ្ធតែជារឿងច្បាស់លាស់ណាស់ពីព្រោះព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទណាសាតាំងគឺគាត់មកមុនគាត់ចុះមកមុនហើយឃើញទេហើយបើសិនយើងនិយាយទៅគាត់មកមុនមែនពីព្រោះគាត់មកយកភូតភរអេវ៉ាឲ្យជឿតាមគាត់ដល់ទៅយកអេវ៉ាបានហើយយកអាដាមបានទៀតមែនទេគ្រូបាទដល់ទៅរួចហេតុអីបើសិនជាលោកគ្រូពិចារណាមួយខ្ញុំចង់ឲ្យលោកគ្រូយល់ច្បាស់ហើយស្រួលលោកគ្រូញែកដល់ខ្លួនឯងហេតុអីបានសាតាំងគាត់ស្លេចយកតែអេវ៉ាដបងគេបំផុតតាមការយល់របស់ព្រះគម្ពីរដូចជាចង់និយាយថាមនុស្សស្រីហ្នឹងដូចជារៀងចិត្តទុនងាយនឹងការលាក់ទឹកដីលបួងហ្នឹងជាងបុរសនឹងការបញ្យល់ខ្លះបាទអាហ្នឹងជារឿងមួយប៉ុន្តែគាត់ដឹងច្បាស់លាស់អូកូនមានតែនៅក្នុងលោកគ្រូទេប្រុសក៏ដោយស្រីក៏ដោយ
ពីព្រោះគ្រាប់មេឈាមមានតែនៅប្រុសទេឃើញទេប៉ុន្តែព្រះបង្កើតមកការគាត់បង្កើតជាមួយនឹងព្រះមកត្រូវតែឲ្យស្រីជាអ្នកណាពោពោះចិញ្ចឹមក្នុងពោះ9 ខែ 10 ថ្ងៃសិនមុននឹងកើតមែនទេដូច្នេះតើដវងបានស្រីហើយបានកូនទាំងអស់មែនទេបានជាកូនលោកគ្រូក៏ដោយកូនខ្ញុំក៏ដោយកើតមកដូចសាតាំងចឹងទាំងលោកគ្រូព្រះអំពីថាកាអ៊ីនហ្នឹងជាកូនរបស់សាតាំងទៅទៀតព្រះអំពីចែងយ៉ាងទៀតវាសើអត់កំបាំងគ្រូកន្លែងហ្នឹងគ្រូជួយបកស្រាយណាគ្រូបញ្យល់បន្ថែមទៀតវាចូលនៅក្នុងកាអ៊ីនដែរបាទពីព្រោះកាអ៊ីនហ្នឹងគឺកើតមកគឺចំអ្នកដែលទេវតាបិសាចហ្នឹងណាគេហៅថាទេវតារុក្ខរៈទេវតាដ៏ខ្លាំងមួយដំបូងជាងគេបំផុតពីព្រោះហេតុអីព្រោះកូនច្បងគឺជាដើមចងនៃឪពុកជាកម្លាំងនៃឪពុកមែនទេបាទពពើអ្វីបានកូនច្បងទាំងអស់មែនទេដូច្នេះពពើជាចំណងដែលសាតាំងគាត់ចង់បានឲ្យខ្លាំងជាងគេគឺកាអ៊ីនឃើញណាហើយកាអ៊ីនបានដូចគាត់ចឹងប៉ុន្តែមែនកូននឹងម៉ូសេងការដែលខ្ញុំទំនាក់ទំនងការគាត់នៅរស់ដែលខ្ញុំធ្វើការមួយគាត់គាត់ថានេះលោកគ្រូខ្ញុំរកឃើញហើយណែព្រះបន្ទូលហ្នឹងគាត់រកឃើញទៅតាមការដែលគាត់មើលគាត់អីទៅគាត់យល់ដោយខ្លួនគាត់គាត់ថាពេលដែលសាតាំងគាត់មកគាត់សហាយស្មន់ជាមួយនឹងអេវ៉ាហើយបានកើតមកកាអ៊ីនខ្ញុំថាមិនមែនទេលោកគ្រូមែនចង់ទេពីព្រោះសាតាំងគាត់ជាវិញ្ញាណអត់អាចមកដេកលេងជាមួយមនុស្សដែលស្ត្រីជាមនុស្សមានសាច់ឈាមបានទេគាត់និយាយមួយខ្ញុំទៀតចុះព្រះបន្ទូលប្រាប់តកូនព្រះមកយកស្រីពួកឃើញស្អាតមកចេះយកបានតាមអំពើចិត្តរបស់គេខ្ញុំថាកូនព្រះលោកគ្រូអត់យល់ពីកូនព្រះទេកូនព្រះហើយលោកគ្រូហើយនឹងខ្ញុំហ្នឹងហើយថាយើងចង់បានទៅជាកូនព្រះមែនទេហើយយើងជឿព្រះហ្នឹងហើយយើងចង់បានព្រលឹងយើងទៅកើតនៅនគរជាមួយកូនព្រះមែនទេពីព្រោះយើងទៅមានរូបកាយផ្សេងប៉ុន្តែព្រលឹងយើងអ្នកដែលកើតនៅក្នុងហើយកូនព្រះពេលប្រជុំគ្នាទើបសាតាំងគាត់ទៅជួបអូសាតាំងក៏កូនព្រះព្រះយេស៊ូវគ្រីស្ទក៏កូនព្រះឃើញណាតែមិនគេដឹងថាកូនព្រះទាំងពីរហ្នឹងមួយពិតមួយមិនពិតឃើញណាព្រោះជាផលផ្លែដឹងខុសត្រូវផលផ្លែដឹងខុសត្រូវទើបលោកគ្រូមកខ្ញុំមករៀនឲ្យយើងពិចារណាគ្នារោនៅក្នុងពាក្យដឹងខុសត្រូវហ្នឹងផលហ្នឹងជាអីលោកគ្រូផ្លែជាអីផ្លែជាផលមែនទេបាទផ្លែជាផលបាទផ្លែដឹងខុសត្រូវមានន័យថាផ្លែជាផលដឹងខុសត្រូវគឺស៊ីតាពាក្យសម្ដីខុសនឹងត្រូវបានខ្លាវាមិនស៊ីមាត់សាច់រឿងដែលគាត់និយាយប៉ុន្តែអ្នកដែលនិយាយនោះខ្ញុំចង់ជួបដែរដើម្បីពិចារណាជាមួយគាត់ដើម្បីឲ្យគាត់បានហិតកលិតច្រើនឡើងគាត់យល់ហើយប៉ុន្តែគ្រាន់ថាការអ្វីដែលគាត់ខ្វះខាតយើងពិសាគ្នាទៅយើងពេញឲ្យគាត់ឃើញទេនឹងឯងសេចក្តីគឺមានន័យថាផ្ទៃរឿងដំណើរព្រលឹងនិយាយស្ដីពិតនិយាយសម្ដីពិតជំនឿបានក្តីថាដែលដឹងជាក់ថានឹងបានដូចសង្ឃឹម
ណាព្រោះជំនឿហ្នឹងគឺអញ្ចឹងពីព្រោះពេលណាយើងជំនឿព្រលឹងយើងដែលដឹងជាក់ណាជាពិតប្រកបថាជាការមែនហើយចាដល់ទៅពេលយើងជឿហ្នឹងជំនឿហ្នឹងនៅក្នុងហេព្រើរมันបានប្រាប់ថាអឺដែលដឹងនៃចិត្តដែលដឹងជាក់ថានឹងបានដោយសង្ឃឹមមិនចឹង បាទ ប៉ុន្តែជំនឿហ្នឹងមានន័យថាការដែលគួរជឿដំណើរជឿពេលណាលោកគ្រូបានដំណើរជឿហើយនឹងគួរជឿព្រលឹងចុះសុបហើយបានដោយសង្ឃឹមហើយនឹងឯងដែលជាព្រះបន្ទូលយល់ទេរបស់នឹងជាអ្វីរបស់អ្នករាល់គ្នាហ្នឹងរបស់ហ្នឹងជាវត្ថុឬគឺជាទ្រព្យតែលោកគ្រូបានវត្ថុសម្ដីពិតឬក៏ទ្រព្យនៃពាក្យសម្ដីពិតណាសម្រាប់ណារបស់ហ្នឹងគឺជាបោះទ្រព្យអ្នករាល់គ្នាអ្នកហ្នឹងគឺជាពលឹងឬក៏លោកគ្រូបានក្តីថាខ្ញុំឬក៏លោកគ្រូឲ្យចិត្តនាំពលឹងយើងអ្នកហ្នឹងមានន័យថាជនមនុស្សបុគ្គលគ្រាន់តែអ្នកហ្នឹងណាដល់រាល់មានន័យថាគ្រប់វិញត្រឹមណាគ្នាគាត់គ្នានឹងមានន័យថាគ្នាគាត់សំបីតែយើងបានបើមកព្រលឹងយើងខ្ញុំបានប្រកបមួយលោកគ្រូខ្ញុំចង់ឲ្យព្រលឹងលោកគ្រូបានដូចគ្នាអូលោកគ្រូមកជាមួយខ្ញុំគាត់ជាមួយគ្នាគាត់នឹងមានន័យថាគ្នានឹងមានន័យថាគ្នាគាត់បើលោកគ្រូជាគ្នាខ្ញុំបានលោកគ្រូដែរបើលោកគ្រូណែខ្ញុំជាជាមួយលោកគ្រូគ្នាជាមួយលោកគ្រូបានស្ដីថាបានដូចគ្នាដែរពីព្រោះគាត់ហ្នឹងមានន័យថាបានដូចគ្នាដែរក៏ឥតអំពើក៏ឥតហ្នឹងក៏គ្មានឥតមានអំពើហ្នឹងមានន័យថាយ៉ាងម៉េចគ្រាន់តែពាក្យអំពើមួយម៉ាត់តែពីណាអំពើការដែលប្រព្រឹត្តធ្វើបើប្រព្រឹត្តធ្វើអ្នកលោកគ្រូប្រព្រឹត្តធ្វើខាងអីហើយប្រព្រឹត្តហ្នឹងសម្រាប់ទៅនិយាយបញ្យលគេពីពាក្យសម្ដីមែនទេបាទធ្វើហ្នឹងឲ្យយើងនិយាយពាក្យសម្ដីណាដែលលោកគ្រូនិយាយពេលណាលោកគ្រូនិយាយផោគេគ្រូនិយាយឲ្យចិត្តដឹកនាំពលឹកលោកព្រឹងលោកគ្រូផោគេណាបើលោកគ្រូនិយាយពីពលឹងលោកគ្រូយើងលោកគ្រូនិយាយពីពាក្យពិតបានជាខ្ញុំចុះទៅខ្ញុំសួរគ្រូទាំងអស់តែចង់សុខឬក៏ចង់ទុក្ខតែសួរលោកគ្រូចង់សុខឬក៏ចង់ទុក្ខនៅទូទៅគឺឆ្លើយតែចង់សុខបាទព្រោះចង់សុខគឺជាពលឹងមែនទេលោកគ្រូបាទព្រោះពលឹងចង់សុខធម្មតាអត់ឲ្យជួច្បល់ពេញក្នុងខ្លួនទេមែនទេលោកគ្រូបាទប៉ុន្តែចិត្តមកក្លុកពលឹងយើងនឹងឲ្យរត់ពេញក្នុងខ្លួនសឹងថាបេះដូងទប់អត់បានអ្នកដែលស្លាប់នឹងការកំហឹងខ្លាំងស្ទះបេះដូងងាប់មែនទេពីព្រោះឈាមវារត់ខ្លាំងពេកវាដាច់បានជាក្តីថាបេះដូងសពអត់ត្រូវខ្យល់អត់ជួយដេញបានទៅដល់ក៏ស្ទះងាប់ទៅមែនទេលោកគ្រូបាទប៉ុន្តែពិបាកលោកគ្រូដូចជាពិបាកលោកគ្រូមិនតិចមែនទេហើយឬក៏មិនអីទេអត់អីទេគ្រូអត់អីទេបាទប៉ុន្តែលោកគ្រូដឹងថាមនុស្សខឹងស្លាប់មានក៏គោកមែនទេបាទក្នុងដោយសារតែគេអត់យល់គ្រូគេអត់បានយល់អំពីចិត្តនិងពលឹងគេដឹងតែរឿងចិត្តទេហើយ
និយាយទៅនៅទី1អត់ស្គាល់តម្លៃនៃជីវិតទី2អត់ស្គាល់ថានៅពេលដែលមានបញ្ហាគឺតែងតែមានដំណោះស្រាយតូចក៏ដោយធំក៏ដោយតែគាត់បានយល់ពី3ចំណុចហ្នឹងធ្វើឲ្យគាត់គិតថាពេលដែលមានបញ្ហាធំកើតឡើងជំរឿដែលល្អវាស្លាប់អញ្ចឹងណានឹងបែបហ្នឹងពេលយើងបានរៀនសូត្រយល់ដឹងអំពីព្រលឹងពីចិត្តតើគាត់ថាយើងដឹងថាអ្វីដែលកើតឡើងអាក្រក់ក្នុងខ្លួនយើងនៅក្នុងអារម្មណ៍យើងដឹងថាអូនោះជាចិត្តបញ្ជាទេមិនមែនជាព្រលឹងទេអញ្ចឹងណាអញ្ចឹងយើងអាចក្នុងការដែលរកវិធីសាស្ត្រទប់ស្កាត់ឬក៏រំសាយអារម្មណ៍នឹងឡើងវិញគឺងាយគ្រូនៅពេលដែលយើងដឹងដើមចោលហ្នឹងយើងងាយដូចខ្ញុំបច្ចុប្បន្នយើងមិនជួបទេបញ្ហាបន្ទប់បញ្ហាអីផ្សេងប៉ុន្តែនៅពេលដែលយើងដឹងមកយើងស្គាល់ហ្មងយើងចាប់ដើមញែកចេញអូនេះផ្នែកចិត្តអូនេះផ្នែកកម្មពលឹងអញ្ចឹងណាចាអញ្ចឹងយើងស្រួលគ្រប់គ្រងនេះវាជាផលប្រយោជន៍ដែលខ្ញុំបានរៀនស្គាល់ចិត្តនិងពលឹងគឺយើងឃើញបានផលហើយហ្នឹងគ្រូបាទបានផលប៉ុន្តែសេចក្តីជំនឿវាមិនមែនចិត្តនឹងពលឹងយើងគ្រាន់តែមកដឹងទេឃើញទេគឺជំនឿគឺលើពាក្យសម្ដីពិតនិងមិនពិតប៉ុណ្ណឹងទេណាតែពលឹងឬក៏ចិត្តដែលនាំឲ្យជឿគឺមិនចិត្តបណ្ដាយនាំឲ្យយើងជឿទៅខាងព្រះពិតទេច្បាស់ជានាំឲ្យជឿទៅព្រះគាត់ឲ្យមិនពិតមែនទេហើយលោកគ្រូគិតឲ្យបានច្បាស់លាស់ហើយយើងទៅទៀតដើម្បីឲ្យដឹងថាឥតប្រយោជន៍នឹងឥតអំពើនិយាយសម្ដីបានជាក្តីថាចិត្តនាំពលឹងឲ្យនិយាយសម្ដីមិនពិតឃើញណាឥតអំពើហ្នឹងហ្នឹងហើយឲ្យបានដូចគ្នាដែរហ្នឹងមានន័យថាជាមួយផងគ្នាជាមួយគ្នាផងគាត់ទៅពាក្យដែរមួយម៉ាត់ហ្នឹងជាមួយគ្នាផងគ្រូទៅរមមិនឃើញគាត់ទៅពាក្យដែរហ្នឹងបានដូចគ្នាណាបានដូចគ្នាផងនៅលើលោកគ្រូនៅលើខ្ញុំបើខ្ញុំបានល្អខ្ញុំមិនដែលចែកជូនលោកគ្រូអាក្រក់ទេខ្ញុំចែកសិតល្អពីព្រោះអាក្រក់ខ្ញុំដឹងខ្ញុំយល់ខ្ញុំនិយាយបានតែខ្ញុំទេតែលោកគ្រូនិយាយមិនទាន់បានទេពួកខ្ញុំមិនថាឲ្យគេផ្ដេសផ្ដាស់ទេខ្ញុំថាឲ្យគេដូចព្រះអង្គម្ចាស់ថាឲ្យគេខ្ញុំថាឲ្យចំតែចិត្តទេតែខ្ញុំអត់ស្ដាប់អត់ស្អប់មនុស្សនឹងទេដូចជាខ្ញុំបង្រៀនជាមួយនឹងតាំងវិគ្រូនឹងក្តីខ្ញុំថាឲ្យតាំងវិគ្រូខ្ញុំថាឲ្យចិត្តគាត់តែខ្ញុំអត់ស្អប់ទេខ្ញុំថាឲ្យទងទីប៉ុន្តែខ្ញុំអត់ស្អប់អង្គទីទេប៉ុន្តែអ្នកទាំងពីរដល់ទៅពេលខ្ញុំថាទៅបែរជាខឹងហើយគេដកណែអង្គទីហ្នឹងអង្គទីគាត់ដក Facebook គាត់មកអ្វីគាត់ដករូប Messenger គាត់មិនឲ្យខ្ញុំឆើព្រះទូទៅទៀតទេមកពីគាត់តន់ញែកច្បាស់ចិត្តហើយនឹងពលឹងហ្នឹងគាត់តន់ស្គាល់គាត់តន់ញែកហ្នឹងច្បាស់ស្គាល់អាហ្នឹងពួកខ្ញុំដឹងប្រវត្តិពួកគាត់ទាំងពីរច្បាស់លាស់ណាស់អត់មានលក្ខខ្ញុំបានទេហើយប៉ុន្តែយើងមិននិយាយអំពីផលអាក្រក់ទៅគាត់ទេប៉ុន្តែគាត់ដឹងប្រវត្តិគាត់ចំពោះខ្ញុំតែលោកគ្រូនៅលើលោកគ្រូសាវជាវដោយខ្លួនឯងទោះបីខ្ញុំប្រាប់ក៏មិនជាច្បាស់ដែរមិនអញ្ចឹងហ៎ន័យទៅគ្រូវាមិនជាចាំទៅស្គាល់គាត់ជាអ្នកណាទេអ្វីដែលយើងគួរស្គាល់ខំប្រឹងស្វែងយល់គឺព្រះគ្រឹះនឹងឯងបាទលោកគ្រូស្គាល់ហើយដូច្នេះលោកគ្រូទៅមកខទៀត15យើងយកឲ្យចប់ត្រឹម2ខបាន2ខទៅខ្ញុំអានជូនឈ្មោះថាយើងខ្ញុំជាស្មោបន្ទាល់คล้ายពីព្រះគ្រឹះវិញត្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថាទ្រង់បានប្រោសឲ្យព្រះគ្រឹះរស់ឡើងវិញហើយតែបើពួកស្លាប់បន្រស់ឡើងវិញមែននោះប្រកាសជាទ្រង់មិនបានប្រោសឲ្យព្រះគ្រឹះរស់ឡើងវិញពិតបាទហើយខ្ញុំមើលម្ដងទៀតលោកគ្រូផ្ទៀងនៅនោះដូចខ្ញុំស្ដាប់មិញដូចជាខ្ញុំមានខ្វះកន្លែងណាមួយឈ្មោះថាយើងខ្ញុំជាស្មោបន្ទាល់คล้ายពីព្រះវិញទៅបាទពីព្រះវិញបាទ
ត្បិតយើងខ្ញុំបានធ្វើបន្តពីព្រះថាមែនទេត្រូវទេ បាទ ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយតែបើពួកស្លាប់មិនរស់ឡើងវិញមែននោះប្រកាសជាទ្រង់មិនរស់ឡើងវិញមិននឹងបានណា សុំទោសខ្ញុំមើលម្ដងទៀតនោះប្រកាសទ្រង់មិនបានប្រោសព្រះគ្រីស្ទណារស់ឡើងវិញពិតត្រូវទេបាទ អូខេដូច្នេះយើងរកអត្ថន័យបាទ15ហ្នឹងឈ្មោះថាខ្ញុំបាទជាស្មោបន្តឈ្មោះថាហ្នឹងគឺស្ដីអំពីបាទគាត់ស្ដីអំពីថាគាត់និយាយតាមពលឹងហើយគាត់ដឹងថាសាវកពលគាត់និយាយពិតរបស់គាត់ក៏អត់មាននិយាយលាក់ទេពលឹងយើងខ្ញុំបាទជាស្មោបន្តហ្នឹងបានតែក្តីថាជាសាក្សីបន្តហ្នឹងពីព្រោះគាត់យកពាក្យសម្ដីព្រះអង្គម្ចាស់យកមកបន្តមកឲ្យយើងមែនណាស្មោបន្តហ្នឹងគាត់ស្មោហ្នឹងគឺអញ្ចឹងធ្វើជាបន្តអ្នកឆ្លើយអាងដល់ពាក្យសម្ដីដែលពិតដើម្បីឲ្យគេចប់ឲ្យគេឈប់តនឹងគាត់ពីព្រោះគ្មានអ្វីដែលក្រៅពីពាក្យសម្ដីដែលគាត់ឲ្យទេក៏ឲ្យពិតហ្នឹងមកព្រោះស្មោបន្តពិតហ្នឹងគឺបានសម្ដីពិតដែលគាត់ឲ្យទៅគេហ្នឹងតែបើគាត់និយាយពិតអញ្ចឹងហើយគាត់នៅតែពិតរហូតឆ្នាំនេះក៏និយាយអញ្ចឹងឆ្នាំក្រោយក៏អញ្ចឹងឆ្នាំដូចព្រះអង្គម្ចាស់អញ្ចឹង2500ឆ្នាំជាងហើយទ្រង់នៅព្រះបន្ទូលនៅពិតដដែលមែនទេប៉ុន្តែសាតាំងលោកគ្រូនិងខ្ញុំអ្វីទាំងអស់ដែលមិនទាន់ជឿពាក្យយើងនិយាយថ្ងៃហ្នឹងស្អែកយើងនិយាយភូតគេស្អែកឡើងគេឲ្យនិយាយពាក្យដដែលភ័ណ្ឌបាត់ជាចេញពាក្យរបៀបភូតហើយប៉ុន្តែភូតផ្សេងទៅទៀតមែនណាបាទប៉ុន្តែពាក្យពិតអត់មានទេអត់មាននេះទេនិយាយមកពាក្យពិតចេញមកដដែលនឹងឯងដែលគាត់ជាស្មោបន្តហ្នឹងជាអាងដល់ពាក្យសម្ដីពិតហ្នឹងមិនមែនคล้ายទេឃើញទេគាត់ថាคล้ายដែលមិនពិតដែលមិនប្រកបមិនសុទ្ធនោះទេគាត់ថាខ្ញុំអត់ដែរនិយាយតែពាក្យមិនពិតคล้ายមិនសុទ្ធនោះទេណាប៉ុន្តែបើអ្នកឯងចង់និយាយថាឈ្មោះខ្ញុំដែលខ្ញុំនិយាយហ្នឹងជាស្មោបន្តคล้ายអ្នកឯងមើលបន្តមកទៀតទៅឃើញទេបើថាខ្ញុំសុទ្ធណាពីព្រះវិញណាពីព្រះហ្នឹងគឺមានន័យសម្ដីពិតវិញព្រះហ្នឹងគឺព្រះអង្គសម្ដីពិតវិញខ្ញុំនិយាយតែពាក្យពិតវិញទៀតដដែលទេតើខ្ញុំអត់មានធ្វើណាគាត់ចង់ប្រាប់អញ្ចឹងថាពាក្យហ្នឹងព្រះហ្នឹងពីព្រះហ្នឹងពីហ្នឹងខាងឯព្រះហ្នឹងមានព្រះអង្គសម្ដីពិតវិញដដែលវិញហ្នឹងមានន័យថាដដែលខ្ញុំអត់មាននិយាយណាខ្ញុំនិយាយតែពាក្យដដែលពិតហ្នឹងឯងដូចខ្ញុំនិយាយជំរាបទៅលោកគ្រូអញ្ចឹងខ្ញុំនិយាយពាក្យដដែលតែពិតហ្នឹងឯងឃើញទេហើយពាក្យហ្នឹងមែនពាក្យដដែលអត់ចាំបាក់ពាក្យអីវែងឆ្ងាយទេពាក្យពិតដដែលប៉ុន្តែអត្ថន័យនៅក្នុងវចនានុក្រមពាក្យខ្មែរលោកគ្រូត្រូវយល់ថាព្រះយេស៊ូវគ្រីស្ទចូលទៅស្រុកខ្មែរទ្រង់ទៅគង់នៅណាព្រះលិខិតទ្រង់គង់នៅក្នុងវចនានុក្រមខ្មែរបើលោកគ្រូចង់ទៅរកហើយនៅព្រះយេស៊ូវជាព្រះបន្ទូលមែនទេលោកគ្រូបាទព្រះបន្ទូលជាស្អីលោកគ្រូព្រះបន្ទូលជាព្រះហើយប៉ុន្តែជាអ្វីដែលទ្រង់មកយកកំណើតជាមនុស្សទ្រង់ជាអសរមែនទេបាទជាអសរដល់សម្ដីនិយាយជាខ្មែរមែនទេបាទដល់លោកគ្រូមិនទៅរើនៅក្នុងវចនានុក្រមខ្មែរធ្វើម៉េចហៅឃើញ
ហើយគេបកព្រះគម្ពីរនឹងគេបកទៅតាមវចនានុក្រមខ្មែរមែនទេលោកគ្រូ បាទមនុស្សវាណាតែចេះទេលោកគ្រូដូចថាល្ងងធ្វើចេះពេលខ្លះมันបានវិភាគมันបានស្គាល់សេចក្តីពិតហ្នឹងបដិសេធគេបាទគាត់និយាយអ្វីដែលក្រៅពីយើងធ្លាប់ឮថាគេខុសបានតែអត់បានវិភាគទេវិភាគរកខុសត្រូវហ្នឹងដឹងខុសដឹងត្រូវរកសេចក្តីពិតហ្នឹងគឺអត់ទេហើយលោកគ្រូមានភាសាអញ្ចឹងមនុស្សទូទៅសូម្បីគ្រូវាធំនៅស្រុកខ្មែរក៏អត់ទូលដែរអីប្រាប់ទូលក្នុងព្រះគម្ពីរមិនមែននៅក្នុងវេទនានុក្រមទេតែគេអត់ដឹងថាចេញជាអក្សរខ្មែរក្នុងព្រះគម្ពីរហ្នឹងគឺចេញមកពីវេទនានុក្រមទេអញ្ចឹងណាគ្រូ ប៉ុន្តែมันពីព្រោះលោកគ្រូត្រូវយល់ថាដែលខ្ញុំដឹងដែលបានសង្គ្រោះតែ 3% ទេ 97% អត់បានទេតែវាវិញដោយសារតែសាតាំងវាបន្លំនៅក្នុងពាក្យសម្ដីពិតមិនពិតហ្នឹងឯងរាល់ថ្ងៃហ្នឹងនឹងឯងយេសមែនសាតាំងគាត់បន្លំទេពួកពាក្យហ្នឹងវាមកដោយសារយើងនឹងអត់ព្រមរៀនទេគ្រូធ្វើគិតពីព្រោះយើងកើតមកយើងអត់ព្រមរៀនឃើញទេបាទតាំងហេតុគាត់មកគាត់ចង់ឲ្យយើងនិយាយតាមពាក្យគាត់ហើយត្រឹមត្រូវហើយសូម្បីតែព្រះគ្រីស្ទទ្រង់មកក៏ទ្រង់ចង់ឲ្យមានព្រះបន្ទូលតាមពាក្យទ្រង់ដែរមិនចឹងបាទបើព្រះគ្រីស្ទព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកទ្រង់ថាបើអ្នកឯងជឿដល់ខ្ញុំនឹងនិយាយដូចខ្ញុំហ៎យើងថាបើជឿដូចខ្ញុំនឹងដើរតាមខ្ញុំមកមែនទេបើដើរតាមព្រះយេស៊ូវនិយាយទៅតាមពាក្យសាតាំងត្រូវគ្នាទេវាអត់ត្រូវទេមែនទេដើរតាមហ្នឹងគឺនិយាយតាមយល់នៅដំណើរអិយាបថពាក្យសម្ដីដើរតាមនិយាយតាមមែនទេលោកគ្រូខ្ញុំមិនខ្វល់ពីរឿងគេស្ដាប់មិនស្ដាប់គេចោទខ្ញុំមិនចោទខ្ញុំទេខ្ញុំខ្វល់តែជាមួយលោកគ្រូដែលព្រមហ៊ានជាមួយខ្ញុំស្ដាប់ខ្ញុំមិនស្ដាប់ខ្ញុំប៉ុណ្្នឹងហើយបើខ្ញុំបានសង្គ្រោះលោកគ្រូក៏បានសង្គ្រោះដែរបើស្ដាប់គ្នាទៅវិញទៅបើខ្ញុំចេះអភ័យទោសឲ្យគេលោកគ្រូក៏ចេះអភ័យទោសឲ្យគេដែរមែនទេបាទពីព្រោះនៅលើអ្វីក៏ដោយបើលោកគ្រូដឹងថាលោកគ្រូចាប់យកសម្ដីមិនពិតហើយគឺចិត្តនាំព្រលឹងលោកគ្រូហើយបើលោកគ្រូគ្របឡើងជន់ក្បាលចិត្តហើយលោកគ្រូមិនមែនចាប់យកពាក្យមិនពិតទេលោកគ្រូច្បាស់ចេះចាប់យកពាក្យពិតហើយពីព្រោះតែពាក្យពិតទេដែលអាចនាំយើងទៅឋានដែលទ្រង់រៀបចំសម្រាប់ឲ្យយើងពេលដែលយើងផុតពីដីនេះទៅព្រោះយើងដឹងហើយលោកគ្រូក៏ដឹងខ្ញុំក៏ដឹងថាយើងនឹងស្លាប់ថ្ងៃណាមួយជាមិនខានមែនទេខ្ញុំថាលោកគ្រូនៅក្មេងថាខ្ញុំចាស់ជាងខ្ញុំស្លាប់មុនជួនកាលមិនមែនដែរមែនទេបាទក្មេងស្លាប់មុនចាស់មកកណ្ដោឡើយបាទប៉ុន្តែពេលណាដែលយើងជឿគឺបានស្ដីថាពលឹងចុះសុបដល់យល់ជាការពិតជាការមែនយើងមិនធ្វើលេងទេហើយអ្នកដែលមកធ្វើលេងតែមាត់ហ្នឹងបានខ្លាវាមិនស៊ីមាត់មែនទេអង្គពីមកថាយពុ7ខ21ចែងនៅក្នុងរឿងហ្នឹងគ្រូមិនអស់អ្នកណាដែលនិយាយនឹងខ្ញុំថាប្រពោពីនៃព្រះអង្គម្ចាស់អើយហ្នឹងណាដែលនឹងបានទៅក្រៅនគរឋានសួគ៌នោះទេគឺជាអស់អ្នកដែលធ្វើតាមព្រះបន្ទូលណារបស់ព្រះអត់ដឹងតែព្រះបន្ទូលរបស់ព្រះគឺព្រះយេស៊ូវទៀតមែនទេបាទព្រះបន្ទូលរបស់ព្រះគឺជាពាក្យពិតទៀតមែនទេបាទពួកពាក្យពិតទើបអាចនៅថិតថេរបានហើយទ្រង់មានមែនឋានរបស់ទ្រង់មានមែនគ្មានងាយអ្នកយល់ទេប៉ុន្តែពេលលោកគ្រូត្រាស់ដឹងលោកគ្រូនឹងដឹងថាឋាននោះគ្មានយប់គ្មានថ្ងៃទេទៅពិតអញ្ចឹងមកបើលោកគ្រូធ្លាប់ដើរចេញពីស្រុកខ្មែរទេតបជី
អត់ទៅតែតាមអត់ទៅតន់អ្នកខប់ឯគ្រូអត់ធ្លាប់ទៅគេឲ្យទៅដែរពេលខ្លះអត់មានឱកាសទៅអញ្ចឹងណា ទៅម៉ាឡេទៅឥណ្ឌូនេស៊ីជប៉ុនអីមិនទាន់ទៅទេមែនទេ ទេគ្រូអត់ទាន់បានទៅបង បាទបើលោកគ្រូបានធ្លាប់ជិះកប៉ាល់ហោះឆ្លងទ្វីបទៅលោកគ្រូអាចនឹងពិចារណាបានពីព្រោះលោកគ្រូនឹងជិះដូចជាកប៉ាល់ហោះដូចខ្ញុំជិះទៅស្រុកខ្មែរខ្ញុំចុះទៅបើសិនជាយើងនិយាយយប់មកផ្លែតសោះប្រហែលជា2-3ម៉ោងដល់ថ្ងៃវិញបាត់ពីព្រោះបានក្តីថាកប៉ាល់ហោះដូចជាហោះទៅស្រុកខ្មែរដូចជាហោះកាត់ពោះផែនដីវិលមិនចឹងលោកគ្រូ បាទ ពេលខ្ញុំចុះឡើងពីនេះម៉ោង2ដល់10ថ្ងៃនៅស្រុកខ្មែរ2ដល់10យប់ ចាបាទ ណែ12ដល់10យប់ដល់ពេលវាឡើងទៅប្រហែលជាមើលបើសិនខ្ញុំជិះខ្ញុំប៉ាន់ស្មានខ្ញុំជិះនៅក្នុងស្រុកវាតែ2គីឡូដីខ្ពស់ពីដីទៅទេកប៉ាល់ហោះណា បាទ លើអាកាសដល់ពេលកប៉ាល់ហោះនៅលើអាកាសលោកគ្រូគ្រាន់តែដឹងថាហោះទៅកប៉ាល់ហោះនឹងកាត់ពពក3ជាន់ទៅ4ជាន់ហើយពពកនឹងវាមានជាន់របស់វា បាទ គឺគ្រូមើលពីដីទៅឃើញថាពពកនោះស្មើគ្នាពេលអត់ស្មើទេឃើញទេ មានជាន់មក មានជាន់របស់វាដល់តែពេលឡើងកប៉ាល់ហោះអាកាត់ឆ្លងទ្វីបវាឡើងផុតទៅដល់ណែពពកដល់តែផុតពពកបានលោកគ្រូដឹងថាអូវាបានស្ដីថាផុតគេហៅថាសមោផែនដីមកជាហៀងដែលបាំងដូច្នេះលោកគ្រូនឹងដឹងថាឋានសួគ៌អត់មានយប់អត់មានថ្ងៃមែនដូចព្រះគម្ពីរប្រាប់ចឹងអត់ខុសទេប៉ុន្តែលោកគ្រូនៅសពិចសពិលនៅឡើយប៉ុន្តែយើងរកអត្តន័យដើម្បីឲ្យឃើញនៅក្នុងខ15ទាំងអស់ដើម្បីឲ្យចេញឃើញណាពីព្រោះយើងដឹងហើយថាបើយើងនិយាយតែពាក្យសម្ដីឲ្យណែចិត្តនាំព្រលឹងយើងនិយាយពាក្យសម្ដីខុសវាឥតប្រយោជន៍ហើយវាអត់បានអីទៅទេហើយស្រេចនៅបានក្តីសាច់ក្តីដំណើរផ្ទៃរឿងណែព្រលឹងនិយាយសម្ដីពិតជំនឿនោះទើបយើងនឹងបានដូចសង្ឃឹមមែនពីព្រោះហេតុអីពីព្រោះយើងជឿពិតថាមានពិតមានប្រកបមែនហើយអាហ្នឹងយើងបានដូចសង្ឃឹមយើងចង់បានមែនហើយរបស់មានន័យថាវត្ថុទ្រព្យពលឹងតែយើងរាល់គ្នាទេលោកគ្រូហើយនឹងខ្ញុំសូវពលឹងរបស់យើងក៏ណាក៏ឥតអំពើបានក្តីថាបើសិនយើងនិយាយទៅថាពលឹងហ្នឹងប្រយោជន៍សម្រាប់ពលឹងយើងធ្វើម៉េចនឹងយកមកបើសិនអត់អំពើបើអ្នករកគ្នាថាខ្ញុំជាស្មមតលខ្លាំងខ្លាយថាខ្ញុំបរៀនខុសហើយវាធ្វើម៉េចបើខ្ញុំបរៀនលោកគ្រូថាខ្ញុំបរៀនខុសហើយអ្នកណាបានលោកគ្រូអត់បានទេមែនទេបាទប៉ុន្តែខ្ញុំបរៀនពិតតាដោយសារវាពោជើងគាត់មកគាត់ប្រាប់ថាខ្ញុំអត់មានមកខ្លាំងខ្លាយទេខ្ញុំមកប្រាប់ពាក្យពិតបើអ្នកឯងអត់យល់អ្នកឯងអត់បានបាទហើយបើអ្នកឯងយល់អ្នកឯងបានបើអ្នកឯងមិនស្ដាប់អញ្ចឹងបានខ្ញុំដឹងថាក្នុង YouTube ដែលខ្ញុំបោះទៅមនុស្សកាន់តែចុះទៅពូស្ដាប់អត់យល់គេយកមិនបានតែខ្ញុំដឹងថាអូព្រះអង្គម្ចាស់ហើយដូចទ្រង់មានព្រះបន្ទូលអញ្ចឹងថាបានតែ 3% ថាតាណា 3% លោកអាប់រ៉ាហាំនឹងឯងសុំព្រះ3អង្គដែលទៅជួបនៅហើយឲ្យទេវតា3អង្គហ្នឹងណាតែគាត់ថ្វាយអង្គមថាសុំចាំបន្តិចឲ្យទៅទូមគុំរៀបចំមហោបអាហារមកថ្វាយទ្រង់សោយសិនចាំទៅគាត់ថាអូខេអញ្ចឹងទ្រង់ទេវតាក៏នៅចាំហើយទេវតា3អង្គណាលោកគ្រូហើយលោកគ្រូមើលនៅក្នុងសាច់រឿងហ្នឹង
លោកកបាត់ហ្នឹងហើយលោកគ្រូនឹងឃើញដល់ទៅពេលទៅបំផ្លាញក្រុងសដុំកូម៉ូរ៉ាទៅតែ2អង្គប៉ុន្តែពិបាកនឹងគ្រូរកឃើញអត់ដឹងតែ2អង្គហ្នឹងអ្នកណាអង្គណាទៅឯង ណាលោកគ្រូជួយបញ្យល់ឲ្យហ្នឹងហង មានតែសាតាំងនិងព្រះគ្រីស្ទទេ2អង្គហ្នឹងទៅពួកសាតាំងណែសាតាំងគាត់ទៅបញ្ឆេះក្រុងសដុំកូម៉ូរ៉ាមែនទេព្រះគ្រីស្ទទៅសង្គ្រោះតែគ្រួសារឡុតមកគ្រួសារបាន4នាក់អស់ប្រពន្ធមួយទៀតមែនទេតែនឹងឯងដែលខ្ញុំបានដឹងច្បាស់លាស់ថាពិភពលោកបានសង្គ្រោះតែ3%ទេហើយ3%នឹងព្រះទ្រង់ឲ្យខ្ញុំយល់ទៀតថាមិនមែនតែគ្រីស្ទៀនមកមុខទេសាសនាទាំង5ឧសាសនាទាំង5នៅលោកគ្រូសាសនាទាំង5នៅខ្ញុំមួយស្រេចណេកតិជីចមោះស្បែកមាត់ព្រះមានតែ5អង្គហ្នឹងឯងបាទដែលខ្ញុំចង់និយាយថាព្រះមួយអង្គមែនប៉ុន្តែមាន5អង្គដែលទ្រង់ចាត់មកឲ្យនាំសាសនាលើផែនដី4អង្គត្រូវមកត្រាស់ដឹងតែមួយអង្គមាត់ហ្នឹងអត់ចាំបាក់ត្រាស់ដឹងទេត្រាស់ដឹងតាំងពីឋានសួគ៌មកមួយធ្លាក់ចុះមកដឹងតែខាងខុសមួយមិនទាន់ធ្លាក់នៅជាមួយព្រះបិតាដឹងតែខាងត្រូវប៉ុន្តែទ្រង់ជាខាងខុសច្បាស់លាស់ណាស់ឃើញទេនេះឯងដែលខ្ញុំចង់ឲ្យលោកគ្រូយល់ដើម្បីឲ្យដឹងពីព្រោះហេតុនេះបានខ្ញុំចាប់និយាយដើម្បីនឹងបញ្យល់លោកគ្រូក្រៅពីព្រះមន្ទូលប៉ុន្តែនៅក្នុងព្រះមន្ទូលដដែលបាទប៉ុន្តែគេអត់យល់ទេមែនទេគេថាខ្ញុំបញ្យល់ក្រៅព្រះមន្ទូលប៉ុន្តែនៅក្នុងព្រះមន្ទូលដដែលពីព្រោះព្រះមន្ទូលជាពាក្យសម្ដីខ្មែរខ្ញុំនៅតែពាក្យសម្ដីខ្មែរដដែលហើយអត់មានទៅចូលពាក្យសម្ដីគេទេហើយខ្ញុំមិនដែរទៅបរៀនគេចង់និយាយលាយអង់គ្លេសលាយខ្មែរអីអត់ទេឃើញទេខ្ញុំបញ្យល់ពីព្រោះលោកគ្រូខ្មែរខ្ញុំបញ្យល់ពាក្យសម្ដីខ្មែរឲ្យលោកគ្រូយល់ទាំងអស់ដើម្បីឲ្យលោកគ្រូចាប់បានទេខ្ញុំចង់បានព្រលឹងលោកគ្រូឃើញឋានសួគ៌នោះដែរប៉ុន្តែលោកគ្រូត្រូវយល់ថាបើបានលោកគ្រូបានតែលោកគ្រូពុនលោកគ្រូអត់បានខ្លួនលោកគ្រូអត់បានកូនលោកគ្រូបានកូនលោកគ្រូមិនបានគឺមិនបានឃើញទេកុំឲ្យគិតថាបើខ្ញុំទៅហើយប្រពន្ធខ្ញុំអត់ទៅកូនខ្ញុំអត់ទៅសួរថាខ្ញុំទៅនៅស្រុកទេនៅឋានព្រះបិតាហ្នឹងបើជាគិតពីប្រពន្ធកូនហ្នឹងមែនទេប៉ុន្តែទ្រង់មានព្រះបន្ទូលស្អាតថាទ្រង់នឹងលុបទឹកភ្នែកឯងទាំងអស់ពេលដែលឯងទៅដូច្នេះលោកគ្រូត្រូវគិតមើលទៅលោកគ្រូការប្រពន្ធយូរមកហើយមែនទេបាទលោកគ្រូដែរយល់សពឃើញការប្រពន្ធនេះនឹងជាអត់ផងគ្រូឃើញនៅតែឯងតែដើរទៅណាមកណាមែនទេក៏ពេលច្រើនសពឃើញតែជាវិញដូចជាហូបបាយមួយគ្នាដើរលេងមួយគ្នាអីមានបាទតែគាត់ថាហើយលោកគ្រូត្រូវយល់ថាវាមានម្ដងអញ្ចឹងប៉ុន្តែដឹងតែម្នាក់ឯងនឹងឯងបាទពេលច្រើនយល់សពឃើញពេលច្រើនតែម្នាក់ឯងហ្នឹងទេកិច្ចការដែលបាទយើងរស់នៅបាទរឿងប្រពន្ធនឹងជួនកាលយើងឃើញយូរម្ដងទេចឹងបាទអត់ជាបញ្ហាអីទេនឹងឯងដែលនៅក្នុងនឹងអើយកុំឲ្យយើងនិយាយនឹងដល់ពេលអំពីព្រះវិញនឹងពីព្រះអង្គសម្ដីពុតវិញដល់ដែរទេតើណាត្បិតយើងខ្ញុំបានធ្វើបន្តពីព្រះថាហើយគាត់ចង់និយាយថាធ្វើពីព្រះហ្នឹងព្រះមិនទូពុតនឹងខ្ញុំនិយាយតែពីពុតទេស្ដីថាអំពីទ្រង់ហ្នឹងគឺព្រះអង្គសម្ដីពុតហ្នឹងបានរួចស្រេចគឺព
ព្រះគ្រីស្ទហ្នឹងឲ្យទ្រង់បានសគត់រួចស្រេចណាដូចជាបានឃើញបានដឹងបានយល់បានអីរួចស្រេចអស់ហើយឃើញទេពីព្រោះប្រោសហ្នឹងឯងប្រោសអ្នកណាប្រោសព្រះគ្រីស្ទប្រោសឲ្យស្រឡះប្រលឹងព្រះអង្គសម្ដីពិតគ្រីស្ទព្រមសគត់ឲ្យមានបជនរស់ឡើងវិញឃើញទេឡើងទៅលើវិញហើយស្រេចណាគឺទ្រង់បានឡើងទៅលើហើយវិញស្រេចឃើញទេហើយក៏ទៅគូដឹងដែរថាបើទ្រង់មិនទៅទេទ្រង់មិនអាចចាត់ព្រះវិញ្ញាណបរិសុទ្ធមកជួយយើងបានហើយព្រះវិញ្ញាណបរិសុទ្ធហ្នឹងមកហើយប៉ុន្តែយើងអត់យល់ថាព្រះវិញ្ញាណបរិសុទ្ធមកនិយាយតែពាក្យសុទ្ធទេណាពាក្យពិតនឹងទេបញ្យល់លោកគ្រូតែពាក្យពិតយល់ខ្ញុំតែពាក្យពិតទេប៉ុន្តែតួតែពលឹងយើងជឿសិនបានទ្រង់បញ្យល់យើងបានបើពលឹងលោកគ្រូមិនជឿទេនៅតែព្រះវិញ្ញាណបរិសុទ្ធខាងខុសរបស់សាតាំងបញ្យល់លោកគ្រូទៅដែរសាតាំងគាត់មានព្រះវិញ្ញាណបរិសុទ្ធគាត់ដែរប៉ុន្តែសុទ្ធខាងខុសហើយលោកគ្រូគិតមើលពីខ្លួនលោកគ្រូនិយាយមកយូរមកហើយនៅក្នុងអវ័យក៏ដោយតែលោកគ្រូបានសុទ្ធហើយឬនៅសុទ្ធនឹងគឺពិតមែនទេសុទ្ធនឹងគឺបរិសុទ្ធគឺអត់ខ្លាញ់ខ្លាយអត់មានចាប់ហេតុចាប់ផលណាទេមែនទេចុះបើលោកគ្រូនៅចាប់ហេតុចាប់ផលគេបានគ្រូថាសុទ្ធទេថាអត់ទេមែនទេនឹងឯងដែរហើយតែបើណែទ្រង់ព្រះអង្គសម្ដីពិតហ្នឹងមិនស្លាប់ណាបាននេះក្តីបើពួកស្លាប់មិនរស់ឡើងវិញមែនបើពួកស្លាប់ហ្នឹងអ្នកណាស្លាប់ដូច្នេះបើទ្រង់មានបជនរស់ឡើងវិញហើយរួចហើយហ្នឹងតែបើពួកណែបើពួកស្លាប់មិនរស់ឡើងវិញមែននោះប្រកាសជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិតអត្តន័យទៅនឹងគឺសំខាន់ណាស់ណាតែមានន័យថាប៉ុន្តែពាក្យតែនៅពីមុខទៅប៉ុន្តែដល់ពាក្យតែនៅកណ្ដាលត្រឹមតែណាប៉ុន្តែបើប្រសិនជាបើសិនណាណាពួកប្រមូលដោយក្រុមប្រលឹងដែលស្លាប់ហ្នឹងគឺអស់ជីវិតអស់ខ្យល់ដង្ហើមលោកគ្រូគិតមើលតើអស់ស្លាប់ហ្នឹងអស់ជីវិតបានក្តីថាដាច់ពលឹងណាអស់ខ្យល់ដង្ហើមមិននឹងពុំរស់មានជីវិតមានខ្យល់ដង្ហើមឡើងវិញមែនពិតហ្នឹងប្រកាសនោះប្រកាសណានោះប្រកាសហើយប្រកាសជាណានោះប្រកាសហើយនឹងប្រកាសជាទៀតកត់ជានឹងមានន័យថាពុតប្រកាសតែម្ដងពុតជាប្រកាសទ្រង់នឹងមានន័យថាព្រះអង្គបើសិនជាយើងនិយាយថាព្រះអង្គហ្នឹងគឺបានសេចក្តីថាដូចជាបេះដូងមនសិការបាទព្រោះព្រះក្នុងពាក្យឃ្លានេះដូចជាដៅលើព្រះវរបិតាហ្នឹងគ្រូបាទពុំប្រោសព្រះគ្រិស្តរស់ឡើងវិញមានតែព្រះវរបិតាហ្នឹងទេអ្នកប្រោសព្រះគ្រិស្តរស់ឡើងវិញណាហ្នឹងហើយប៉ុន្តែទ្រង់ប្រើព្រះវិញ្ញាណបាទមានដូចឧបមាថាឈាមរត់នៅក្នុងបេះដូងលោកគ្រូតើលោកគ្រូឃើញថាឈាមរត់នៅក្នុងបេះដូងលោកគ្រូអ្នកណាជាអ្នកឲ្យរុញឈាមឲ្យលោកគ្រូរត់ពេញក្នុងបេះដូងក្នុងសរសៃក្នុងរូបកាយខ្យល់បេះដូងខ្យល់បាទគឺខ្យល់ឃើញទេដូច្នេះបេះដូងមនសិការ
នឹងព្រះវិញ្ញាណនឹងឯងដែលប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញហ្នឹងដូចបីលោកគ្រូក៏ដោយដែលលោកគ្រូបានកើតជាថ្មីរស់ឡើងវិញក៏ដោយសារសំឡេងខ្យល់នាំពាក្យសម្ដីពិតទៅដល់លោកគ្រូដែរហើយពាក្យដែលខ្ញុំបរៀនទៅលោកគ្រូគឺខ្យល់ឲ្យនាំទៅដល់តិចលោកគ្រូមែនទេហើយខ្យល់ដែលនាំទៅនឹងនាំសម្ដីពិតចេញពីមាត់ខ្ញុំមែនទេដូច្នេះមាត់ខ្ញុំបរៀនសិតតែអត្តន័យទាំងអស់នៅក្នុងវចនានុក្រមដើម្បីឲ្យលោកគ្រូយល់មែនទេខ្ញុំអត់មានបរៀនពុទ្ធផលលោកគ្រូទេខ្ញុំអត់មានយកខឯបពីណាយកមកឯបទេខ្ញុំបរៀនអត្តន័យទាំងអស់ព្រះលហិតប្រងទាំងអស់រោនៅក្នុងអត្តន័យប៉ុន្តែដូចខ្ញុំជំរាបទៅជាមួយលោកគ្រូជាដំបូងពីមុនដំបូងណាថាគេនឹងរកឃើញដូចខ្ញុំដែរប៉ុន្តែគេចែកមិនដាច់ត្រង់ចិត្តបដូរចិត្តមិនអាចឈ្នះចិត្តខ្លួនឯងបានទេតើតែពលឹងទើបអាចជន់ក្បាលចិត្តបានពុះពលឹងនឹងកើតអំពីស្ត្រីបានជាបណ្ដាសាប្រាប់ថាព្រះបានទូពិតនឹងទ្រង់ដាក់ប្រាប់ទៅអេវ៉ានិងអាដាមនិងសត្វពស់ថាឯងនឹងលែងបានហោះហើរទៀតហើយឯងនឹងលួននឹងពស់លិតទូលីដីជាអាហារពូជឯងនឹងចឹកកែងជើងគេទេតែពូជនាងនឹងកិនក្បាលឯងបាទឃើញទេពួកក្បាលនឹងដែលគាត់ដាក់មកនឹងគឺក្បាលមានអ្នកឲ្យរឹងរូសជាងគេដែលនៅក្នុងលោកគ្រូគឺចិត្តឲ្យចិត្តលោកគ្រូហើយនឹងខ្ញុំក៏ដោយសូម្បីលោកគ្រូកំពុងតែយើងនិយាយគ្នាកំពុងតែល្អអើនដាក់គ្នាទៅវិញទៅមកបើខ្ញុំនិយាយតែពាក្យមិនល្អដាក់លោកគ្រូចិត្តលោកគ្រូឆេះភ្លាមនៅក្នុងមែនទេចិត្តលោកគ្រូរហ័សណាស់ខាងកំហឹងខាងចាប់ទោសពីរខាងរោរឿងចិត្តនឹងខ្ញុំក៏ដូចគ្នារហ័សណាស់ប៉ុន្តែព្រះបន្ទូលពិតទេដែលជួយឲ្យយើងរំសាយចេញវិញមែនទេมันងាយមែនពីព្រោះបានសង្គ្រោះនឹងវាតិចមែនដែលពលឹងយើងឈ្នះចិត្តហើយយើងអត់ទោសឲ្យគេបានប៉ុន្តែសួរថាជឿចាប់ទេបើគេនិយាយដាក់មកលោកគ្រូខុសហ្នឹងដោយព្រះអង្គម្ចាស់ទ្រង់គេយកទៅឆ្កាងហ្នឹងសួរថាទ្រង់ជឿចាប់ទេជឿចាប់ណាមុំតែអត់ទោសឲ្យលោកគ្រូមួយអត់ទោសឲ្យខ្ញុំបានមួយហ្នឹងទ្រង់ខុសតែមែនទេនេះឯងដែលនៅក្នុងខ15ហ្នឹងចង់ប្រាប់អញ្ចឹងបើអញ្ចឹងបានសេចក្តីថាសំបីតាបើលោកគ្រូមិនរស់ឡើងវិញទេខ្ញុំមិនរស់ឡើងវិញទេដែលខ្ញុំស្លាប់ពីមុនមកហើយខ្ញុំមិនដូរពាក្យខ្ញុំចាស់ទេមកប្រើពាក្យថ្មីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទេធ្វើម៉េចឲ្យព្រះគ្រីស្ទហ្នឹងព្រះបិតាហ្នឹងឲ្យណែបេះដូងមនសិការព្រះវិញ្ញាណហ្នឹងប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញបានអត់ទេមិនបាច់ទេរស់មកប្រយោជន៍ធ្វើអីបើពួកស្លាប់អត់រស់ទៅដែរវាតើតពុស្លាប់មានរស់បាន 3% ហ្នឹងទើបមានប្រយោជន៍សម្រាប់ទ្រង់មែនទេហើយទ្រង់យកតែ 3% ទៅអា 97% គ្រាន់អើតតែក្បាលទៅពួក 3% ប្រាប់ទៅអាលាយអស់លីងមែនទេលោកគ្រូពីព្រោះលោកគ្រូគិតមើលទៅរបស់សុទ្ធមួយចង់លោកគ្រូយក1000លានមិនសុទ្ធយកទៅដាក់ផ្ទឹមនឹងសុទ្ធមួយក៏អត់បានទេមែនទេហើយពាក្យពុតលោកគ្រូនិយាយពាក្យខ្លាយរាប់ពាន់រាប់លានម៉ាត់ក៏អត់ស្មើពាក្យពិតមួយដែរមែនទេនេះឯងដែលព្រះទ្រង់យកតែពាក្យពិតឲ្យយើងនិយាយពាក្យពិតយើងកំពូតភើ
នេះឯងដែលជាព្រះបន្ទូលចង់មកប៉ុន្តែពាក្យពិតហ្នឹងបើយើងថាបើខ្ញុំចង់ប្រើគេឲ្យខ្ញុំនៅពាក្យពិតមិនកើតថាឯងគិតប្រើគេគិតបានចោះគិតទៅកុំឲ្យតែនិយាយចេញឬក៏គិតមើល ព្រះវិសូរប្រាប់ថាបើខឹងយកកុំរត់ពើបាប ត្រូវហើយខឹងយើងខឹងហើយប៉ុនកុំឲ្យនិយាយចេញតែនិយាយចេញបាបហើយសូម្បីយ៉ាកុបក៏ប្រាប់ដែរសេចក្តីជំនឿអត់ការប្រព្រឹត្តក៏អត់ប្រយោជន៍ដែរបើឯងថាមានសេចក្តីជំនឿឯងអត់ប្រព្រឹត្តនិយាយពិតផងធ្វើមិនឲ្យឯងថាមានប្រយោជន៍កើតអូខេដូច្នេះយើងចប់តែប៉ុណ្្នឹងចុះពីព្រោះក៏បានច្រើនដែរបាទណាដូច្នេះយើងយកតែពីរខនឹងចុះឲ្យផ្ចង់ពលឹងជាមួយនឹងខ្ញុំដើម្បីនឹងអធិដ្ឋានឲ្យចាប់យកសេចក្តីជំនឿសម្រាប់យើងទាំងអស់គ្នាឃើញណាពីរនាក់ពេលបានចប់ហើយគ្រូបាត់វីដេអូថតទៅខ្ញុំចង់ជំរាបគ្រូតិចពីរឿងនោះឯងភាសាមួយគ្រូតិចបាទ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 ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទពលឹងលោកគ្រូជីវិតជីវិតរស់ក្នុងដំណឹងល្អព្រះអង្គម្ចាស់ហើយនឹងទូលគុំបានជួបជុំគ្នាហើយរៀនព្រះបន្ទូលទ្រង់នៅក្នុងករិនថូសខ្សែទី1ចំពុក15ពីខ14មកដល់15បានតែពីខទេព្រះអង្គម្ចាស់ហើយប៉ុន្តែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ចង់ប្រាប់យើងអំពីសេចក្តីជំនឿទៅដល់ទ្រង់ហើយការដែលព្រះអង្គម្ចាស់ព្រះបិតាដែលទ្រង់នឹងប្រោសព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទឲ្យមានបជនរស់ឡើងវិញហើយក៏ទ្រង់ចង់ដឹងថាបើពួកយើងខ្ញុំទាំងអស់គ្នាស្លាប់មិនរស់ឡើងវិញទេក៏ទ្រង់មិនប្រោសព្រះគ្រីស្ទឲ្យមានបជនរស់ឡើងវិញដែរនេះជាការពិតពីព្រោះហេតុអីទៅពោះព្រះគ្រីស្ទដែលទ្រង់សគត់ក៏អត់ប្រយោជន៍ដែរពីព្រោះទ្រង់មកហើយព្រះយេស៊ូវពាក្យសម្ដីហើយមកពុតហើយអត់ទោសហើយអ្វីហើយមនុស្សនៅតែមិនមានប្រយោជន៍ដែរគឺទ្រង់មានព្រះបន្ទូលថាឯងស្លាប់ជាមួយតែ3%នោះឯងតែ97%គេមិនរស់ទេគឺមានន័យថាដូច្នោះពីព្រោះការអ្វីដែលគេស្ដាប់មិនយល់តាមការពិតអញ្ចឹងមែនហើយព្រះអង្គម្ចាស់ពីព្រោះមនុស្សអត់តន់ស្គាល់ខ្លួនឯងបានជាគ្រូភិកច្រើនដែលគេអត់មានបង្រៀនទេអំពីដើមកំណើតដែលមនុស្សកើតមកតែទុំគុំបង្រៀនតាំងតែពីដើមកំណើតដែលកើតមកពីព្រោះនៅក្នុងសភៅទុំគុំបានចែកទៅប៉ុន្តែព្រះអង្គម្ចាស់ហើយបើបានសភៅនោះទៅដល់ដៃប្រលឹងវិញ្ញាណភ្នែកនិងត្រចៀកខ្មែរដែលគេបានមើលឲ្យទុំគុំបានដាក់ជាទូរស័ព្ទអ្វីបើគេចង់សួរចង់អីប៉ុន្តែមិនដែលឮអ្នកណាចង់សួរអ្វីទេក៏គេមិនចង់ដឹងក៏មិនចង់យល់អ្វីដែរពីព្រោះគ្នាមិនទាំងស្គាល់អ្វីដែលហៅថាព្រលឹងជាពិសេសគឺខ្មែរបងប្អូនខ្មែរទុំគុំសំបីតែអ្នកដែលខាងសាសនាក៏គេមិនដឹងថាស្អីជាព្រលឹងផងដែរពីព្រោះព្រលឹងគឺជាឈាមគឺជាជីវិតព្រលឹងនិងជីវិតនឹងតែមួយទេដែលនៅក្នុងលេវីវិន័យចំពុក17ខ11ហើយមាន14រួមផងដែរបងម្ចាស់ហើយបើសិនជាបងប្អូនខ្មែរអាចបានតែ2-3អ្នកដែលប្រកបជាមួយនឹងទុំគុំយល់បានទុំគុំសូមអរព្រគុណដល់ទ្រង់ណាស់ដើម្បីបានព្រលឹងថ្វាយដល់ទ្រង់ប៉ុន្តែមិនចាំបាក់ខ្វល់ទេដែលថ្វាយទៅសាតាំងគឺគេថ្វាយដល់ខ្លួនគេអស់ហើយច្រើនណាស់ទៅកក្រឹកកក្រែងដើរសឹងតែផ្លូវមួយតែឯងតែទៅឯទ្រង់គឺទ្រង់មានព្រះបន្ទូលពិតដូច្នោះមែនហើយសូម្បីតែចង់ទៅមើលផ្លូវក៏អត់មានទុកដែរគ្មានឃើញស្នាមជើងដើរប្រមាណទេផ្លូវរបស់ទ្រង់នោះពូចង្អៀតតាមការពិតដូច្នោះមែនប៉ុន្តែមនុស្សបង្រៀនពេញលើពិភពលោកទូលាយណាស់ដោយសារចិត្តនាំព្រលឹងឲ្យគេបង្រៀន
ព្រះអង្គម្ចាស់ហើយទូលគុំសូមលើកព្រលឹងលោកគ្រូនិងទូលគុំដាក់ក្នុងព្រះហស្ថទ្រង់សូមទ្រង់គង់ការពារថែរក្សាការរស់នៅប្រចាំសប្តាហ៍ថ្ងៃវេលាឆ្នាំអ្វីទៅមុខនៅលើទ្រង់ទេមិនមែនតាមទូលគុំទូលសូមទេប៉ុន្តែទូលគុំដឹងថាទ្រង់នឹងរៀបចំផែនការនេះទូលគុំសូមលើកគ្រប់ការដែលទូលគុំទូលសូមដាក់ទៅក្នុងព្រះហស្ថនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែន